បាទជំរាបសួរពុកម៉ែបងប្អូនជាទីគោរពរាប់អានទៅក្នុងប្រទេសនិងក្រៅប្រទេសបាទថ្ងៃនេះលោកគ្រូមានថ្នាំពិសេសម្យ៉ាងគឺអាចព្យាបាលនៅជំងឺដុំគីសគ្រប់ប្រភេទមិនថាគីសស្ដន់មិនថាគីសដោះគីសស្បូនដៃស្បូនរោគស្ត្រីធ្លាក់សអាការៈទាំងអស់នេះហើយគឺកើតនៅលើស្ត្រីនឹងឲ្យចាប់តាំងពីអាយុ18ឡើងទៅអាយុ50ជាងផ្លាយហ្នឹងហើយអញ្ចឹងបើយើងមិនប្រយ័ត្នប្រយែងទេជំងឺដុំគីសវាអាចនឹងរាលដាលបន្តិចម្ដងធ្វើឲ្យជំងឺនោះវាធំទៅតកតទៅនឹងជំងឺគីសស្បូនហ្នឹងហើយគីសស្បូនដៃស្បូនដែលមានដុំគីសកើតនៅកន្លែងហ្នឹងហើយមួយទៀតគឺរោគស្ត្រីណាអាការៈរោគស្ត្រីឧស្សាហ៍ធ្លាក់សហ្នឹងហើយរដូវមទៀងរាំងរដូវជាដើមហើយមួយទៀតគឺគីសដោះហ្នឹងក៏កើតច្រើនមហារីកដោះគីសដោះហ្នឹងក៏កើតច្រើនទៅលើស្ត្រីផងដែរបើយើងមិនរកថ្នាំមកព្យាបាលឲ្យទាន់ពេលវេលាទេនោះជំងឺក៏កាន់តែរាលដាលធំទៅសាច់ហ្នឹងវាមានច្រើនប្រភេទទៀតវាមានសាច់ស្លូតហើយនិងសាច់កាចអញ្ចឹងណាហ្នឹងហើយវាកាន់តែរាលធំទៅហ្នឹងយើងពិបាកនឹងព្យាបាលអញ្ចឹងទេគឺយើងអាចរកថ្នាំណាដូចលោកគ្រូមានថ្នាំដែលផ្សំអំពីឫសឈើមើមឈើអំពីផ្ទៀលដែលលោកគ្រូសូនជាគ្រាប់ជាកំប៉ុងហ្នឹងគឺសម្រាប់ដោះស្រាយព្យាបាលនៅជំងឺដុំគីសដូចដែលលោកគ្រូបានរៀបរាប់ហ្នឹងហើយមិនថាស្ត្រីកើតនៅគីសស្បូនក្តីដៃស្បូនក្តីរោគស្ត្រីក្តីគីសដោះក្តីកាលណាបើយើងដឹងថាអាការៈនឹងកើតឡើងហើយយើងក៏មិនដោះអីសោះហ្នឹងហើយយើងទៅពេទ្យឲ្យពេទ្យពិនិត្យមើលហ្នឹងហើយពិសោធន៍មើលពិនិត្យមើលតើជំងឺហ្នឹងវាយ៉ាងណាហើយបន្ទាប់មកទៀតយើងអាចនឹងរកថ្នាំណាយើងអាចប្រើថ្នាំពេទ្យក៏បានថ្នាំបុរាណខ្មែរក៏បានទៅតាមការចំណង់ចំណូលចិត្តរបស់ពុកម៉ែបងប្អូនបាទសូមអរគុណសូមជម្រាបលា